របៀបនៃការបញ្ជាទិញផលិតផលនៅលើ website តាមទូរស័ព្ទដៃបងប្អូនចូលមកកាន់ browser ទូរស័ព្ទតមកវាយឈ្មោះ website asansol.cambodia.com បន្ទាប់ពីចូល website ហើយបងប្អូនអាចចុចបិទរូបភាពនឹងបានហើយនៅក្នុង website នឹងដែរគឺមានផលិតផលជាច្រើនអញ្ចឹងបងប្អូនអាចស្វែងរកតាមតម្រូវការបានហើយមានម៉ាកផលិតផល3ជាច្រើនទៀតអញ្ចឹងបងប្អូនអាចចូលទៅកាន់ menu tray 3នេះតមកវានឹងបង្ហាញមនុយនៅលើនេះមាន brand product និងប្រភេទនៃផលិតផលជាច្រើនអញ្ចឹងបងប្អូនចុចចូល brand មកនេះ brand ម៉ាក3ជាច្រើនទីហើយខ្ញុំចូល Essential ម៉ាស៊ីនចម្រោះទឹកនេះនៅខាងលើនេះអញ្ចឹងម៉ាស៊ីនចម្រោះទឹកនេះគឺមានពង្រូបភាពនិងព័ត៌មានលម្អិតអំពីផលិតផលមួយអញ្ចឹងខ្ញុំឧទាហរណ៍ចុចចូលយកម៉ាស៊ីនចម្រោះទឹកបន្ទាប់មកនេះគឺវាមានព័ត៌មានជាច្រើនដែលបងប្អូនអាចមើលបានហើយត្រង់នេះដែរគឺយើងអាចកំណត់នឹងចំនួនដែលយើងចង់បានឬក៏យើងអាចសើទុកសម្រាប់ការទិញនៅពេលក្រោយអញ្ចឹងបើយើងទិញឥឡូវនេះយើងអាចចុច buy now តមកត្រង់នេះយើងអាចចុចពាក្យ check out បន្ទាប់ពីចុច check out រួចបងប្អូនអាចចុចពាក្យ get check out បន្តមកត្រង់នេះគឺយើងបំពេញព័ត៌មានផ្ទាល់ខ្លួនរបស់យើងដូចជាឈ្មោះក្រុមហ៊ុនដែលយើងបានកំពុងទិញមាន email លេខទូរស័ព្ទអញ្ចឹងខ្ញុំឧទាហរណ៍ដើម្បីបងប្អូនងាយស្រួលក្នុងការបំពេញតាមបន្ទាប់មកបងប្អូនអាចចុច tick កន្លែងនេះបានរួចបងប្អូនអាចចុច submit ដើម្បីបញ្ជាការទិញត្រង់នេះដែរគឺបង្ហាញអំពីព័ត៌មានដូចជា invoice ដែលបងប្អូនបានបញ្ជាទិញផលិតផលយើងអាច download save invoice នឹងទុកបានដោយចុចត្រង់ download អញ្ចឹងនេះរួចបងប្អូនអាចថត screen ទុកបានឬក៏ save រូបភាពនឹងទុកបានបន្ទាប់មកក្រុមការងារនឹងធ្វើការទំនាក់ទំនងទៅកាន់បងប្អូនអំពីការបង់ប្រាក់និងការដឹកជញ្ជូន